ជាសួរបងប្អូននៅក្នុងបណ្ដាញសង្គម YouTube ក៏ដូចជាក្នុង Facebook Page ទាំងអស់គ្នាខានជួបគ្នាយូរហើយប្រហែលជា7 ខែដោយសារខ្ញុំរវល់ពេកមួយរយៈហ្នឹងអត់សូវបានធ្វើវីដេអូក៏ដូចជាឆ្លើយសំណួរទៅដល់បងប្អូនអញ្ចឹងខ្ញុំជពាក់សំណួរបងប្អូនយូរមកហើយអញ្ចឹងថ្ងៃនេះខ្ញុំយកសំណួរបងប្អូនដែលបាន comment សួរនៅក្នុងវីដេអូមុនរបស់ខ្ញុំយកមកធ្វើការឆ្លើយតបដើម្បីអាចឆ្លើយជាលម្អិតទៅដល់បងប្អូនក៏ដូចជាបងប្អូនផ្សេងៗដែលអត់បានសួរអត់បាន comment សួរអីអាចយកទៅជាចំណេះដឹងមូលដ្ឋានគ្រឹះចំណេះដឹងទូទៅរបស់យើងអាចធ្វើអាចរៀនអាចមើលនៅពេលដែលយើងមានបញ្ហាអីគឺយើងដឹងថាយើងអាចគួរធ្វើបែបណាឬក៏យើងអាចជួយទៅដល់បងប្អូនយើងផ្សេងទៀតដែលគាត់ធ្វើទៅហើយគាត់មានបញ្ហាដូចជាមួយនឹងសំណួរដែលខ្ញុំបានឆ្លើយហើយចំពោះសំណួរនៅលើ YouTube គឺមានច្រើនមែនតើដែលខ្ញុំបានឆ្លើយជាងបងប្អូនដែលតែងតែមើលជាប្រចាំគឺអាចដឹងអីថាបញ្ហា YouTube បងប្អូនអាចដឹងបានច្រើនអាចដោះស្រាយខ្លួនឯងបានច្រើនហើយបើសិនជាបងប្អូនណាដែលតែងតែមើលជាប្រចាំហើយអាចយល់បានច្រើនអីបងប្អូនជួយ comment នៅខាងក្រោមផងដើម្បីអាចឲ្យបងប្អូនយើងផ្សេងទៀតគាត់ដឹងថាការមើលវីដេអូមិនថាតែមើលវីដេអូរបស់ខ្ញុំទេបើសិនជាយើងចង់រៀនពីការរកលុយ YouTube មានវីដេអូច្រើនមែនតើដែលបង្រៀនការរកលុយជាមួយ YouTube លោកគ្រូដែលគាត់មានជំនាញច្បាស់ខាងហ្នឹងតែម្ដងគាត់បានចេញវីដេអូចែកម្លែកច្រើនហើយវីដេអូភាគច្រើនគឺ free អត់មានបង់លុយចូលរៀនអត់មានអីទេគឺគាត់បង្រៀន free តែម្ដងអញ្ចឹងថ្ងៃនេះគឺខ្ញុំយកមកប្រហែលជា7-10សំណួរដែរហើយបងប្អូនដែលចង់ចូលទៅក្រុម Telegram មានចម្ងល់អាច screenshot អាច record ជាវីដេអូសួរអីនៅក្នុងក្រុមបានខ្ញុំដាក់ link នៅក្នុង description វីដេអូរបស់ខ្ញុំនីមួយៗខ្ញុំបានដាក់ link ជាប់នៅលើហ្នឹងហើយបងប្អូនអាចចុចទៅតាមតំណ link ហ្នឹងអាចចូលទៅដល់ក្រុម Telegram របស់ខ្ញុំផ្ទាល់តែម្ដងហើយបងប្អូនសួរនៅក្នុងហ្នឹងគឺមានបងប្អូនយើងក៏ដូចជា admin បងដែលគាត់មានបទពិសោធន៍ច្រើនគាត់មានពេលអីគឺគាត់ជួយឆ្លើយទៅដល់គ្នាយើងចែករំលែកចំណេះដឹងទៅដល់គ្នាយើងដូចគ្នាអញ្ចឹងយើងចូលមកដល់សំណួរយើងតែម្ដងដែលសំណួរទី1គាត់បាន comment ថាវីដេអូរបស់ខ្ញុំ original ទេប៉ុន្តែខ្ញុំបានបញ្ចូលភ្លេងនៅក្នុងទូរស័ព្ទ Apple ចូលទៅក្នុង YouTubeហើយគេដាក់ថាមានសញ្ញារង្វង់មូលក្រហមហើយដាក់អក្សររក្សាសិទ្ធអញ្ចឹងមានន័យថាវីដេអូខ្ញុំជាប់សំឡេងបើជាប់2-3 ដងអាចនឹងបាត់ channel ទៅបងចំពោះការយើងដាក់ភ្លេងជាទូទៅគឺវាជាប់ហើយដាក់ចម្រៀងដាក់អីហ្នឹងគឺវាជាប់ copyright ហើយបើអត់ជាប់ copyright ក៏វាជាប់ review content ដែរហើយចំពោះការជាប់ copyright ហ្នឹងគឺអត់បញ្ហាទេយើងជាប់ច្រើនប៉ុណ្ណាក៏វាអត់ធ្វើឲ្យបាត់ channel របស់យើងដែរបញ្ហាតែមួយទេគឺយើងអាចរកលុយបានជាមួយ YouTube ហើយមួយទៀតនៅពេលដែលម្ចាស់គេបានន័យថាឧទាហរណ៍យើងយកចម្រៀងគេចម្រៀងមួយណាមកចឹងទៅហើយម្ចាស់ចម្រៀងហ្នឹងគាត់ឃើញគាត់ចង់ report គាត់អាច report បានអញ្ចឹងគាត់ report ចំពោះម្ចាស់ដើម report តែ3 ដងទេ channel YouTube របស់យើងគឺដាច់តែម្ដងបានន័យថា disable ឬក៏ suspend channel របស់យើងចោលយើងអាចចូលប្រើប្រាស់នៅ channel YouTube របស់យើងនឹងបានទេchannel YouTube មួយទៀតគាត់បាន comment ថាសួស្ដីបងបើយើង cover បទចម្រៀងគេហើយយកមកផុសនៅក្នុង YouTube តើអាចរកលុយបានឬទេសូមអរគុណចំពោះការ cover គឺមានគ្នាយើងសួរច្រើនមានបងប្អូនយើងសួរច្រើនពាក់ព័ន្ធជាមួយការ cover ហ្នឹងហើយពីមុនខ្ញុំតែងតែប្រាប់បងប្អូនថាអាចធ្វើបានប៉ុន្តែរហូតមកដល់ពេលនេះគឺយើងអាចរកលុយបានជាមួយនឹងចម្រៀង cover ទេមិនថាយើង cover បទខ្មែរឬក៏យើង cover បទបរទេសទេគឺយើងអាចមានសិទ្ធិរកលុយបានទេហើយនឹងអាចខូច channel ទៀតបានន័យថាម្ចាស់ដើមគេ report ដោយដែលខ្ញុំនិយាយជាមួយម្ចាស់សំណួរខាងលើមកអញ្ចឹងម្ចាស់ដើមគេ report 3 ដងដាច់ដូចគ្នាហើយយើងវាថាយើងពឹងទៅលើគេជាទូទៅគឺអត់ស្រួលទេយើងធ្វើខ្លួនឯងពឹងលើខ្លួនឯងពឹងទៅលើជោគវាសនាពឹងទៅលើការខំប្រឹងរបស់ខ្លួនឯងគឺងាយស្រួលជាងបើមិនជាយើងធ្វើកំសាន្តយើងចង់ធ្វើ channel traffic បានក៏បានទៅមិនបានក៏ហីទៅគឺយើងអាចធ្វើបានឬក៏យើងចង់ promote branding ខ្លួនឯងបានន័យថាយើងអាច cover ទៅមានគេស្គាល់ច្រើនអាចមាន fan ច្រើនហើយយើងអាចមានឱកាសឈោងទៅប្រឡងប្រកួតមាន fan ស្រាប់ឬក៏យើងអាចឈោងទៅផលិតជាចម្រៀង original យើងអាចមានការងារធ្វើដោយសារតែយើងធ្វើចម្រៀង cover ហ្នឹង
មាន event ទៅតាម pub ទៅតាមកន្លែងផ្សេងគឺយើងអាចធ្វើបានយើងអាចរកចំណូលបែបហ្នឹងបាន channel ហ្នឹងខូចយើងអាចបង្កើត channel YouTube ថ្មីមួយទៀតប៉ុន្តែបើសិនជាយើងគ្រាន់តែចង់រកលុយជាមួយ YouTube គឺអត់បានទេហើយការពឹងដង្ហើមគេដកគឺវាមិនងាយស្រួលទេពេលណាគេចង់បិទដង្ហើមយើងក៏បានពេលណាគេចង់បើកដង្ហើមយើងក៏បាននិយាយទៅពាក្យថាពឹងលើអ្នកដតីមិនថាពឹងលើអ្នកណាទេក្រៅពីខ្លួនឯងគឺវាមិនងាយស្រួលទេបានន័យថាវាមិនងាយស្រួលសូម្បីពេលខ្លះចិត្តយើងអារម្មណ៍យើងស្មានខ្លួនឯងអត់ត្រូវយើងមិនដឹងថាខ្លួនឯងត្រូវការអីពេលខ្លះថ្ងៃខ្លះមួម៉ៅតបប្រមល់អ្នកណាធ្វើអីក៏មិនត្រូវចិត្តដែរអញ្ចឹងរមមតអ្នកដតីពេលខ្លះគេអារម្មណ៍មិនល្អទៅគេឃើញគេតឹសភ្នែកទៅគេចុច report ទៅក៏មានដែរពេលគេអារម្មណ៍ល្អគឺអត់អីទេគេអាចឲ្យយើងផុសឲ្យយើងអី upload អីសេរីគេអត់មានអីទេប៉ះថ្ងៃណាមួយគេអារម្មណ៍មិនល្អគេ report 13ទៅដាច់ channel យើងបាត់ channel យើងទូចអត់អីទេ channel យើង 50-60k ដាច់បាត់ក៏មានដែរអញ្ចឹងយើងគួរតែធ្វើនៅអ្វីមួយដែលជារបស់ខ្លួនឯងវាអាចគង់វង្សសូម្បីតែយើងធ្វើទៅលើ YouTube នេះក៏ដោយក៏យើងពឹងទៅលើគេដែរគ្រាន់តែថាការពឹងទៅលើអ្វីមួយគឺយើងមើលដែរពឹងទៅលើ YouTube វាអាចមានទំនុកចិត្តអាចឲ្យយើងពឹងពាក់បានន័យថាងាយស្រួលដូចដែលយើងគឺថាយើងពឹងទៅលើកម្លាំងយើងថាមួយថ្ងៃហ្នឹងយើងធ្វើការគឺបានហើយបានប្រាក់ប៉ុណ្ណេះឬក៏បានលទ្ធផលប៉ុណ្ណេះគឺវាស្ផាកប្រហែលហ្នឹងដែរដោយសារតែក្រុមហ៊ុន YouTube បើសិនជាក្រុមហ៊ុន YouTube ដួលយើងក៏អត់មានអីផុសអត់មានអី upload ទៀតដែរគាត់ថាយើងអាចមើលដឹងថាបើគេដួលក៏ដួលទៅយើងត្រៀមចិត្តត្រៀមអីរួចរាល់អាហ្នឹងគឺអត់បញ្ហាទេហើយណាមួយក៏វាមិនងាយដួលដែរក្រុមហ៊ុនគេធំគេមានរចនាសម្ព័ន្ធគេច្រើនតែបើសិនជាយើងពឹងទៅលើអារម្មណ៍គេមិនមែនជាលក្ខណៈក្រុមហ៊ុនគេមានរចនាសម្ព័ន្ធយើងពឹងទៅលើអារម្មណ៍គេល្អគេទុកឲ្យយើងនៅទៅអារម្មណ៍យើងគេអត់ល្អគេ report យើងដាច់ទៅគឺអត់ល្អទេយើងគួរតែបង្កើតអីមួយថ្មីដល់ខ្លួនឯងជាស្នាដៃរបស់យើងដល់ខ្លួនឯងនៅពេលដែលយើងរកលុយបានគឺវាគង់វង្សបានដូចខ្ញុំនិយាយអញ្ចឹងយើងអាចរកចំណូលបានជាប្រចាំមួយខែទៅមួយខែគឺយើងមានចំណូលឬក៏អ្នកខ្លះជាច្រើននៅស្រុកគេនៅស្រុកខ្មែរគាត់អាចនឹងបោះបង់ការងារគាត់ចោលមកធ្វើ YouTube ពេញម៉ោងក៏មានដែរដោយសារតែគាត់អាចមានមូលដ្ឋានគ្រឹះគាត់អាចមានចំណេះដឹងជំនាញនៅក្នុងការរកលុយហើយគាត់អាចរកលុយបានច្រើនគាត់មាន team គាត់មានគ្នាយកមកធ្វើទៅអាចរកលុយបានច្រើនជាងគាត់រកក្នុងលក្ខណៈធ្វើការអញ្ចឹងមានទាំងសេរីភាពហិរញ្ញវត្ថុមានទាំងសេរីភាពនៅក្នុងការដើរហើរទៀតពេលដែលយើងអាចឆ្លៀតពេលបានយើងអាចសម្រាកដោយខ្លួនឯងមិនបាច់សុំច្បាប់មិនបាច់អីទេចូលមកដល់សំណួរមួយទៀតគាត់បាន comment ថាបង channel YouTube បើករកលុយហើយប៉ុន្តែខ្ញុំរវល់អត់បានផុសវីដេអូតើ channel របស់ខ្ញុំអាចដកការរកលុយវិញទេជាទូទៅគឺដកវិញឲ្យតែផុតមួយឆ្នាំបានន័យថាផុតមួយឆ្នាំ channel របស់យើងមួយឆ្នាំចុងក្រោយអត់មាន 4000 ម៉ោងទេគេនឹងដកវិញហើយគ្រាន់តែថាបើយើងអត់មានធ្វើអត់មានពេលធ្វើគេដកក៏ដកទៅទោះជាគេអត់ដកក៏យើងអត់បានលុយដែរវាមិនខុសគ្នាហ្មងទេគ្រាន់តែថាពេលដែលយើងចង់រកលុយវិញតោះតែយើងធ្វើឲ្យគ្រប់លក្ខខណ្ឌវិញបានន័យថាគ្រប់លក្ខខណ្ឌ 4000 ម៉ោងវិញ subscribe របស់យើងជាទូទៅវាមិនបាត់ទេបើសិនជាយើងមាន 10-20k ហើយវាមិនបាត់រហូតទៅដល់ក្រោម 1k ទេវាមានភាគរយច្រើនដែលនៅអញ្ចឹងសំខាន់ 4000 ម៉ោងតែផុតមួយឆ្នាំគេដកហើយគឺ channel របស់យើងដាច់ monetize ហើយអញ្ចឹងយើងរក 4000 ម៉ោងឲ្យគ្រប់វិញទៅយើងអាចធ្វើការស្នើសុំរកលុយបានវិញហើយចំណុចមួយទៀតគាត់បាន comment ថាសួស្តីបងខ្ញុំចង់សួរមួយថាយកវីដេអូពី TikTok មកផុស YouTube តើអាចស្នើរកលុយបានដែរឬទេសំណួរនេះដូចម្ចាស់សំណួរខាងលើដែលគាត់ធ្វើការ cover អញ្ចឹងចំពោះការពឹងដង្ហើមគេដកដូចដែលខ្ញុំនិយាយមកអញ្ចឹងអត់និយាយម្ដងទៀតទេចំពោះឆ្លើយឲ្យចំសំណួរតែម្ដងអាចរកបានខ្លះនិងអាចរកអត់បានខ្លះហើយប្រភេទយើងចេះយកបានន័យថាយកមកវីដេអូរបស់គេហ្នឹងគេផុសទៅលើ TikTok ទេហើយវីដេអូហ្នឹងជាវីដេអូនិយាយ original អញ្ចឹងទៅអត់មានដាក់ play អត់មានដាក់អីគឺយើងអាចយកមកពេលគ្រប់លក្ខខណ្ឌគឺយើងអាចរកលុយបានហើយតែបើសិនជាវីដេអូហ្នឹងមានគេ upload នៅក្នុង YouTube អីដែរគឺយើងអាចរកបានទេគឺវានឹងជាប់ review content
ឬមួយក៏ម្ចាស់គេ report ធ្វើឲ្យ channel យើងខូចតែម្ដងសំណួរមួយទៀតគាត់បាន comment ថាសួស្ដីបងយើងយកភ្លេង short មកប្រើជាមួយនឹង video short យើងពេលគ្រប់កូកាតើអាចសង្ឃឹមបាន monetize ដែរឬអត់ចំពោះភ្លេង short គឺយើងអត់អាច download យកមកប្រើប្រាស់បានទេមិនថាយើងប្រើនៅក្នុង video short ឬក៏យើងប្រើនៅក្នុង video វែង video long ទេជាទូទៅគឺគេឲ្យយើងប្រើបានន័យថាយើងមានជា video យើងចូលទៅហើយយើង add sound មានកន្លែងខាងលើហ្នឹងគេឲ្យយើងចុចមានពាក្យថា add sound អញ្ចឹងយើងចូលទៅ add sound នៅក្នុង short ហ្នឹងតែម្ដងទើបយើងអាចធ្វើការរកលុយជាមួយ YouTube បានតែបើយើង download មកហើយយើងកាត់តយកទៅដាក់គឺអត់បានទេហើយមួយទៀតចំពោះភ្លេងហ្នឹងយើងអាចចូលទៅ add sound ហើយយើងថតផ្ទាល់តែម្ដងដូចខ្ញុំអញ្ចឹងខ្ញុំដាក់ add sound add អីហើយយើងចុចមកយើងអាចរំយើងអាចអីដោយ TikTok អញ្ចឹងគឺយើងអាចរកលុយបាននិយាយទៅគឺយើងប្រើ sound នៅក្នុងនោះផ្ទាល់តែម្ដងយើងអត់អាច download យកមកធ្វើការកាត់តអីផ្សេងហើយយកទៅ upload វិញទេវានឹងជាប់ review content ឬក៏ជាប់ copyright តែបើសិនជាយើងប្រើនៅក្នុង app គេតែម្ដងគេអាច AI របស់គេម៉ាស៊ីនរបស់គេចាប់បានគេដឹងថាយើងប្រើនៅក្នុងនោះគេបើកមុខងារនឹងឲ្យយើងប្រើបានន័យថាយើងអាចមានសិទ្ធិប្រើប្រាស់ហើយអត់មានខុសជាមួយនឹងគោលការណ៍របស់គេទេតែបើយើង download ចេញមកហើយគឺវាខុសគោលការណ៍ជាមួយគេហើយសំណួរមួយទៀតគាត់បាន comment ថាសួស្ដីបងបើសិនជាយើងយក sound effect របស់គេមកប្រើបែបខ្លីៗជាមួយនឹង search video original យើងតើមានបញ្ហាឬទេបងហើយយើងគួរប្រើរបៀបណាដើម្បីកុំឲ្យជាប់សម្រាប់ channel YouTube ថ្មីជាទូទៅបើសិនជាយើងប្រើ sound effect អត់សូវជាមានបញ្ហាទេមានដែរមានតិចភាគរយមិនមែន 100% ដែលល្អទេ100% ដែលអត់មានបញ្ហាទេជាទូទៅឲ្យតែយើងយករបស់គេមកប្រើគឺអត់សូវសុវត្ថិភាព 100% ទេគ្រាន់តែថាវាមានភាគរយខ្ពស់ដែលសុវត្ថិភាព sound effect មិនថា sound ជាសំឡេងសត្វសំឡេងសោចសំឡេងកំប្លែងសំឡេងទឹកធ្លាក់អីតិចៗទេគឺបានយើងអាចប្រើនៅក្រោម3វិនាទីឬក៏ក្រោម5វិនាទីយើងប្រើខ្លីៗអញ្ចឹងបានហើយកុំប្រើជាប់គ្នាពេកយើងឧទាហរណ៍ថាវីដេអូ troll អីចឹងយើងវីដេអូកំប្លែងអីចឹងវាមានអាសោចតិចៗដើម្បីអមជាមួយនឹងវីដេអូរបស់យើងគឺអត់មានបញ្ហាទេយើងអាចធ្វើបានហើយបើសិនជាជាប់ក៏យើងអាចធ្វើការ appeal ប្តឹងតវ៉ាជាមួយ YouTube បានដែរថាយើងបញ្ជាក់ប្រាប់គេទៅថាយើងមិនមែនយកវីដេអូរបស់គេមិនមែនយកសំឡេងគេមកប្រើប្រាស់ទេគឺយើងធ្វើវីដេអូដោយខ្លួនឯងទេគ្រាន់តែថាសំឡេងហ្នឹងគឺយើងយកមកដើម្បីអមដើម្បីភាពតាក់ទាញនៅលើវីដេអូរបស់យើងគឺយើងអាចប្តឹងផ្ដល់ទៅគេវិញបានដើម្បីឲ្យគេដោះស្រាយឲ្យយើងក៏បានដែរតែជាទូទៅគឺមិនសូវមានបញ្ហាទេនៅក្នុងពេលនេះតែបើសិនជា2-3ឆ្នាំក្រោយឬក៏កន្លះឆ្នាំក្រោយ YouTube មានការអាប់ដេតបែបណាទៀតគឺយើងអត់ទាន់ដឹងដែរប៉ុន្តែនៅក្នុងពេលដែលខ្ញុំអាប់ឡូតវីដេអូនេះឆ្លើយសម្រាប់បងប្អូនគឺអត់មានបញ្ហាច្រើនតែយើងយកខ្លីៗយកមកដាក់ sound effect ហ្នឹងមិនថាយើងយក sound ហ្នឹងចេញពីខាងណាមកទេ YouTube TikTok ឬក៏ website ផ្សេងៗគឺយើងអាចប្រើបានសំណួរមួយទៀតគាត់បាន comment ថាចង់សួរថា channel របស់យើងទុកចោល1ឆ្នាំ2ឆ្នាំតើយើងអាចយកមកបង្ហោះវីដេអូបានដែរឬទេគឺយើងអាចយកមកផុសបានអត់បញ្ហាទេ channel របស់យើងចង់ 5-6 ឆ្នាំក៏យើងអាចយកមក upload វិញបានដែរហើយនៅពេលគ្រប់គោលការណ៍គឺយើងនៅតែមានសិទ្ធិស្នើសុំរកលុយដូចគ្នាដូច channel ថ្មីដូចគ្នាគ្រាន់តែថា channel ដែលយើងធ្លាប់បង្កើតយូរហើយយើងធ្លាប់ផុសពីមុនមកហើយអីផ្សេងៗហ្នឹងនៅពេលដែលយើងយកទៅ upload វិញយើងខាន់ផុសខាន់ upload យូរហើយយើងយកទៅប្រើប្រាស់វិញគឺវាអត់សូវ reach វាអត់សូវទទួលបាន view ច្រើនដូចយើងធ្វើថ្មីទេអញ្ចឹងបើខ្ញុំធ្លាប់ចេញវីដេអូច្រើនដងខ្ញុំតែងតែ recommend បានន័យថាផ្ដល់យោបល់ឲ្យបងប្អូនបង្កើតនៅ email ថ្មីហើយបង្កើត channel YouTube ថ្មីតែម្ដងដើម្បីធ្វើការរកលុយជាមួយ YouTube កុំឲ្យពាក់ព័ន្ធជាមួយ YouTube ចាស់ជួនកាលវាអត់ rank វាអត់រុញវា spam វាអីផ្សេងៗទៅ YouTube អត់ទៅរុញវីដេអូរបស់យើងអត់ទៅ suggest វីដេអូរបស់យើងទៅអ្នកមើលទេអញ្ចឹងបើសិនជាយើងបង្កើតនៅ channel YouTube ថ្មីគឺវាមានឱកាសល្អជាងវាមានឱកាសលឿនជាងមានឱកាសខ្លាំងជាង
ចំណងមួយទៀតគាត់បានខមមិនថាសួស្តីបងតើ content ធ្វើអំពី tractor និងម៉ាស៊ីនច្រូតតើផុសចូលគ្នាបានឬអត់ហើយគួរដាក់ category អ្វីដែរបងអរគុណចំពោះ tractor យើងអាចដាក់ people and block ក៏បានដែរបើសិនជាយើងចេញមុខតែបើអត់ទេប្រភេទ tractor អញ្ចឹងយើងអាចដាក់ how to and style ក៏បានដែរយើងរបៀបយើងបរៀនគេធ្វើនេះធ្វើនោះអញ្ចឹងពីហ្នឹងបើសិនជាយើងចេញមុខថតសកម្មភាពយើងបើកអត្រាសកម្មភាពយើងធ្វើអីហ្នឹងគឺយើងអាចដាក់ people and block ក៏បានដែរ people and block BLOG អញ្ចឹងយើងអាចប្រើជាមួយនឹង category ហ្នឹងបានហើយចំពោះការដាក់ចូលគ្នាគឺជាប្រភេទម៉ាស៊ីនដូចគ្នាទេម៉ាស៊ីនដូចគ្នាទេយើងអាចប្រើបានអត់បញ្ហាទេយើងអាចដាក់ចូលគ្នាម៉ាស៊ីនច្រូតម៉ាស៊ីនកាត់ម៉ាស៊ីនផ្លុំម៉ាស៊ីនស្ទូងម៉ាស៊ីនភ្ជួរម៉ាស៊ីនកាប់ម៉ាស៊ីនគាស់ប្រភេទជា tractor តែមួយទេជាប្រភេទកញ្ញុំ category វាតែមួយទេគឺយើងអាចដាក់ចូលគ្នាទាំងអស់បានយើងអាចរបៀបថតរបៀបភ្ជួរដីរបៀបអីហ្នឹងគឺយើងអាចធ្វើបានគាត់ថា content ហ្នឹងនៅខ្មែរយើងអត់សូវមាន view ទេបើសិនជាយើងធ្វើភ្ជាប់ជាមួយនឹងកសិកម្មតែម្ដងអាចមាន view ច្រើនបានន័យថាយើងមាន tractor មានអីទៅហើយយើងមានដាំជាដំណាំថតជាទេសភាពសកម្មភាពដាំដោះរបៀបដាំរបៀបអីរបៀបថែទាំបច្ចេកទេសអីផ្សេងអាហ្នឹងអាចនឹងរក view បានច្រើនជាងដែលយើងថតតា tractor ទៅមកហើយវាក៏អត់មានអីប្លែកដែរយើងធ្វើយូរទៅ content របស់យើងវាអាចដដែលអត់សូវមានអ្នកមើលតែបើសិនជាយើងបរៀនជាបច្ចេកទេសប្រើប្រាស់ tractor ហ្នឹងបច្ចេកទេសដាំដុះអីផ្សេងគឺវាកាន់តែល្អចំណងមួយទៀតគាត់បាន comment ថាសួស្តីបងខ្ញុំផុស analyst អត់ឡើង view សោះបងការមុនផុស public មាន view គ្រាន់បើខ្ញុំចង់សួរថាតើផុសមួយណាល្អសម្រាប់ new channel ហើយការផុសខាងលើសុទ្ធតែរកលុយបានដែរឬទេចំពោះការផុសគឺយើងផុសជា public បានន័យថា public អ្នកណាក៏អាចមើលឃើញដែរអ្នកណាក៏មើលបានដែរតែយើងផុស analyst ឬក៏ private ហ្នឹងបានន័យថាយើងឃើញតែខ្លួនឯងទេយើងឃើញតែយើងទេអ្នកម្ចាស់ channel YouTube ហ្នឹងបានឃើញហើយជានៅក្នុង account នឹងផ្ទាល់តែម្ដងចូលទៅទើបឃើញបើសិនជាយើងយក account យើងមួយទៀតយកមកមើលក៏អត់ឃើញដែរអញ្ចឹងហើយទៅផុសទៅអត់មាន view អញ្ចឹងយើងត្រូវផុសជា public គ្រប់វីដេអូទាំងអស់គឺផុសជា public ជួនកាលគេដាក់ analyst ដើម្បី check វីដេអូគេសិនឬក៏គេupload ឲ្យហើយគ្រាន់តែគេដាក់ analyst ពេលណាដែលគេចង់ public គេ public ឬក៏គេដាក់ schedule ឬក៏គេដាក់ private សម្រាប់មើលតែខ្លួនឯងអាហ្នឹងគឺគេធ្វើបែបហ្នឹងតែសម្រាប់យើងចង់រកលុយជាមួយនឹង YouTube ចង់បង្កើតចំណូលជាមួយនឹង YouTube គឺយើងដាច់ខាតត្រូវតែផុសដាក់ជា public យើងអាចដាក់ private សិនក៏បានដើម្បីពេលណាយើងចង់ public យើង public ទៅឬក៏ដាក់ analyst ซึ่งបែបនេះក៏បានដែរពេលណាដែលយើងចង់ public យើងកែមកដាក់ public ហើយ save ទៅគឺវានឹង upload ទៅគេឃើញផ្ទាល់តែម្ដងឬក៏យើងចង់កំណត់ពេលវេលាដើម្បីឲ្យវា public តែម្ដងគឺយើងអាចដាក់ schedule បានឧទាហរណ៍ថាឥឡូវខ្ញុំថតនេះម៉ោង 12 យប់ហើយអញ្ចឹងខ្ញុំថតហើយខ្ញុំធ្វើការកាត់តរួចរាល់អស់ហើយខ្ញុំធ្វើការ upload ហើយខ្ញុំដាក់ analyst ទៅបានន័យថាវា upload ទៅហើយប៉ុន្តែ analyst អត់មានអ្នកណាឃើញទេអត់មាន view ទេយើងផុសប្រហែលវីដេអូក៏អត់មាន view ដែរហើយមួយទៀតខ្ញុំអត់ចង់ analyst ទេខ្ញុំចង់ឲ្យម៉ោង 9 ព្រឹកស្អែក9 ម៉ោងទៀតបានឥឡូវម៉ោង 12 ជាងហើយអញ្ចឹងម៉ោង 9 ព្រឹកស្អែកហ្នឹងឲ្យវីដេអូរបស់ខ្ញុំ public ទៅឲ្យ viewer ឲ្យបងប្អូនឃើញអញ្ចឹងខ្ញុំអាចដាក់ schedule កំណត់ទៅកំណត់ថ្ងៃកំណត់ម៉ោងពេលព្រឹកម៉ោង 9 ព្រឹកអញ្ចឹងទៅឲ្យវា public យើងកំពុងតែធ្វើការអីផ្សេងក៏ដោយវីដេអូរបស់យើងនៅក្នុង channel របស់យើងគឺវា public ទៅតែម្ដងអញ្ចឹងអ្នកមើលគឺអាចឃើញអ្នក subscribe អាចឃើញ YouTube អាចរុញទៅឲ្យអ្នកមើលបន្តទៀតបានយើងអាចទស្សនាវីដេអូដូចយើងធ្វើជាកម្មវិធីទូទៅអញ្ចឹងជួនកាលគេថតទុកទេដល់ម៉ោងទៅគេចាក់ផ្សាយគេមិនមែនថតផ្ទាល់ទេ
អូខេចំពោះសំណួរទាំងអស់ថ្ងៃនេះគឺខ្ញុំបានធ្វើការឆ្លើយតបអស់ហើយបើសិនជាបងប្អូននៅមានចម្ងល់អីផ្សេងទៀតអាច comment សួរនៅខាងក្រោមខ្ញុំនឹងចូលទៅ reply បងប្អូនហើយនឹងសំណួរផ្សេងទៀតដែលបងប្អូនសួរមានពេលខ្ញុំនឹងយកសំណួរបងប្អូនយកធ្វើការឆ្លើយតបវីដេអូក៏ដូចជាមានអ្វីផ្សេងដែលអាចចែករំលែកបានដែលជាចំណេះដឹងមូលដ្ឋានក៏ដូចជាបទពិសោធន៍របស់ខ្ញុំផ្ទាល់ដែលខ្ញុំចេះដឹងបានប៉ុណ្ណាខ្ញុំចែករំលែកទៅប៉ុណ្ណឹងហើយមិនមែនប្រកាសថាគ្រប់ដែលខ្ញុំចែករំលែកគឺល្អទាំងអស់ទេបងប្អូនយកទៅបងប្អូនអាចគិតអាចពិចារណាទៅតាមបទពិសោធន៍បងប្អូនកន្លែងណាដែលបងប្អូនគិតថាល្អកន្លឹះណាដែលបងប្អូនគិតថាល្អចាំបងប្អូនយកទៅអនុវត្តទៅបើសិនជាអត់ល្អទេបងប្អូនចោលវាទៅមិនមែនប្រកាសថាឲ្យតែគេនិយាយមិនមែនតែខ្ញុំទេគ្រប់តែយើងមើលទាំងអស់យើងយកមកយើងអាចវិភាគខ្លួនឯងបន្ថែមទៀតបើយើងគិតថាអត់ល្អយើងមិនបាច់យកមកទេយើងមិនបាច់យកមក apply យកមកអនុវត្តនៅលើផ្ទាល់ខ្លួនរបស់យើងទេអញ្ចឹងវីដេអូនេះមានប៉ុណ្្នឹងទេយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយៗទៀតតែម្ដងអូខេជម្រាបលាបាយបាយ